អ្នកម៉ាក់ខ្ញុំមកវិញហើយអ្នកម៉ាក់ពេលដែលខ្ញុំមកវិញឃើញប្រមាកំពុងទៅលក់បន្លែស្រស់ហើយថោកទៀតណាកូនក្បាច់ធំឯងនៅមើលផ្ទះម៉ាក់ទៅទិញម្ហូបណាអ្នកម៉ាក់ខ្ញុំជួយអ្នកម៉ាក់ទៅទិញម្ហូបឲ្យខ្ញុំទៅអូក្បាច់ធំចេះដឹងយ៉ាងហ្នឹងណោះក៏ល្អដែរលក់បានមួយផ្លែតនៅតែត្រូវចាំទុកត្រូវតថ្លៃពុំម៉ៅឲ្យគាត់លក់ឲ្យថោកបន្តិចលឺទេបាទអញ្ចឹងទិញម្ហូបអីឆ្អឹងជំនីឆ្អឹងជំនីនៅទេឯងទៅទិញម្ហូបមកឬមួយឆ្អឹងជំនីគឺបាយម្ហូបដែលនិយាយនេះគឺសំដៅទៅលើបន្លែក្នុងម្នាក់មួយថ្ងៃត្រូវញ៉ាំបន្លែកន្លះគីឡូអញ្ចឹងខ្ញុំទិញបន្លែអីទៅឲ្យម៉ាក់គិតមើលសិនសណ្តែកបណ្ដោះស្ពៃខ្មៅដំឡូងបារាំងសណ្តែកបណ្ដោះស្ពៃខ្មៅឲ្យចាប់សិនមកនិយាយច្រើនពេកហើយចាំអស់ទេបានចាំម៉ាក់ឲ្យគាត់ណាម៉ាក់អាចចាំកត់វិញល្អអញ្ចឹងម៉ាក់អានឯងចាំកត់ណាដំឡូងបារាំងស្ពៃខ្មៅសណ្តែកបណ្ដោះហើយនឹងចាំមិនទៅហើយណាម៉ាក់ស្ពៃខ្មៅសរសេរយ៉ាងម៉េចទៅអើយទុកមកសរសេរវិញខ្ញុំអាចកោររូបស្ពៃខ្មៅសណ្តែកបណ្ដោះហើយនឹងណាម៉ាក់អាចកន្លងមកខ្ញុំផាត់ពណ៌នេះជាបញ្ជីទិញម្ហូបមិនមែនវត្ថុសិល្បៈទេបញ្ជីទិញអីវ៉ាន់នៅផ្សារទំនើបសុទ្ធតែមានពណ៌បានហើយឆាប់ផាត់ទៅបានហើយអញគូរូបនៅផ្ទះទៅឲ្យម៉ាក់ទៅទិញវិញគូរួចហើយលុយនៅបញ្ជីទិញអីវ៉ាន់នៅនឹងហើយក្បាលធំអញពូកែឆាប់ចេញដំណើរទៅទិញផ្កាខាត់ណាខៀវផងណាផ្កាខាត់ណាខៀវសម្បូរជីវជាតិណាឆាប់ឡើងណែក្បាលធំហើយក៏មកទិញម្ហូបដែរបាទខ្ញុំជួយទិញម្ហូបឲ្យម៉ាក់ក្បាលធំពូកែមែនអញ្ចឹងឯងចង់ញ៉ាំអីដែរដំឡូងបន្ទះស្ករបន្ទះទិញចំណីទៅផ្សារខាងមុខនោះយើងលក់តែបន្លែនិងផ្លែឈើនោះទេមានបន្លែរសជាតិសូកូឡាទេមិនទាន់បង្កើតចេញមកទេមកឯងទិញម្ហូបអីខ្ញុំបានគោរពបញ្ជីទិញអីវ៉ាន់ហើយវីវ៉ោហើយបញ្ជីទិញអីវ៉ាន់ខ្ញុំបាត់ហើយអ្នកឯងកុំរើផ្ដេកណាស់មួយភួយបន្លែរបស់យើងអស់អើយតាំងខ្ញុំរកបញ្ជីទិញអីវ៉ាន់មិនបានមិនដឹងទិញម្ហូបអ្វីទេអញ្ចឹងយើងសួរឯងយប់នេះតើមករបស់ឯងចង់ធ្វើម្ហូបអីពូម៉ែចង់ទៅផ្ទះខ្ញុំញ៉ាំបាយទៀតហើយមិនមែនទេត្រូវដឹងថាម្ហូបអីទើបដឹងថាទិញគ្រឿងអីត្រូវត្រូវហើយការខាត់ណាខៀវហើយមិនយកទេថ្ងៃនេះញ៉ាំឆ្អឹងជំនីបំពងបើឆ្អឹងជំនីបំពងអាចដាក់ដំឡូងបារាំងហើយនឹងការ៉ុតបានហើយនឹងស្ពៃចង្កឹះល្អអាចញ៉ាំជាមួយស្ពៃចង្កឹះបានណែបានហើយអរគុណជុំសិនហើយមិនទាន់ឲ្យលុយខ្ញុំទេសំតើហើយសំតើមិនបាច់ស្ទាបរោគទេមិញនេះអាចរោគរួចហើយប៉ុន្តែរោគមិនឃើញមិនមែនសូម្បីតែកាបូបលុយក៏ធ្វើបាត់ទៀតបាត់ហើយណែក្បាលធំមកឈប់រោគទៅមិនចឹងទេយកម្ហូបទៅផ្ទះសិនទៅឲ្យមករបស់ឯងយកលុយមកឲ្យយើងទៅបានហើយកង់3ទៅមុខហើយកង់3ទៅមុខហើយកង់3របស់ខ្ញុំបន្លែរបស់ខ្ញុំជួយខាត់កង់3ខ្ញុំអូនអាយ៉ាក្បាលទូចអរគុណឯងហើយប្រសាណាពូម៉ែចាំតាខ្ញុំឲ្យលុយការពិតគឺចឹងទេឯងបកបញ្ហាឲ្យពូម៉ែបន្តិចទេតែខ្ញុំបានជួយទិញម្ហូបឲ្យម៉ាក់អានេះត្រូវសរសើរតែមិនអាចសរសើរឆាប់ពេកទេដឹងទេក្បាលធំឯណាកាបូបលុយឯងអ្នកម៉ាក់ពូកែណាម៉ាក់មិនដឹងថាខ្ញុំបាត់កាបូបលុយជ្រុះនៅមុខផ្ទះហេឯងខ្ជិះពេកហើយសំតើឯងតែម៉ាក់វាកុំខឹងអីសំណាងក្បាលធំទិញម្ហូបមកវិញហើយព្រោះតែឯងគិតថាយើងចង់ធ្វើអីឆ្អឹងជំនីបំពងឯណាផ្កាខាត់ណាខៀវកុំខឹងអីម្ហូបនេះអាចធ្វើការីដែលអូនចូលចិត្តញ៉ាំល្មមមិនចឹងទេយប់នេះពួកយើងញ៉ាំការីយ៉ាងមិនដែរអូនសម្លាញ់ត្រូវហើយខានញ៉ាំបាយការីយូរហើយបើធំនៅខ្វះផ្កាខាត់ណាខៀវពីមុខទៀតអាចឲ្យឯងចុះខ្ញុំមិនញ៉ាំផ្កាខាត់ណាខៀវទេឬស្អីយើងញ៉ាំបាយរួចហើយមិនមែនមកសុំបាយឯងញ៉ាំនោះទេ
ធំមិនអាចចោលចំណេញផ្ដេសផ្ដាស់ទេអាចមានសម្ោចណាដឹងហើយបំផុតតួឯកទេបកហើយនំសកាឡាថ្ងៃនេះឆ្ងាញ់ណាស់ទេបំផុតមករួចហើយជើងដើរចម្លែកណាស់នំអត់មានដោះជើងទេចាស់មិញនេះមិនវិញស្អាតម្ល៉េះអ្នកណាធ្វើម៉ាក់ថាជ្រុះនៅលើដីមិនអាចញ៉ាំទៀតទេហើយតែស្ដាយណាស់ដូចជាអត់ប្រឡាក់ទេប្រហែលជាអ្នកអាចញ៉ាំបានយ៉ាងម៉េចហ្នឹងសម្ោចគឺសម្ោចគឺសម្ោចខ្ញុំយល់ហើយមិញនេះគឺពួកឯងយកចំណីនៅលើដីហើយលួចជើងនំសកាឡាជើងទៀតសម្ោចលោកលុនឈប់ភ្លាមពួកឯងមិនអាចឈ្នះយើងទេមកដណ្ដើមមកអាចតែពួកឯងបានប៉ះនំនេះតែបន្តិចយើងនឹងឲ្យតែពួកឯងយ៉ារសាប់ណាអូយក្បាលធំមកពួកយើងមកវិញហើយអ្នកមកអៅអៀមចាំមិនដឹងសម្ោចច្រើនណាស់អ្នកមកអៅអៀមសំបីសម្ោចក៏ខ្លាចដែរក្បាលធំមកឯងមិនខ្លាចសម្ោចទេពីព្រោះយើងឃើញសម្ោចច្រើនពេកទើបពិបាកចិត្តនេះគឺជារោគផិតភ័យញឹកញាប់ស្អីគេរោគផិតភ័យញឹកស្អីគេឃើញរបស់ដែលច្រើនញឹកស្អីគឺក្នុងចិត្តរបស់គេទើបតខ្លាំងណាស់ក្បាលធំប្រាប់ហើយថាកុំឲ្យចោះចំណេញផ្ដេសផ្ដាស់ខ្លាចមានសម្ោចមិនក៏ឯងមិនស្ដាប់ម៉ាក់ឥឡូវឃើញទេសម្ោចច្រើនណាស់សំតើអ្នកម៉ាក់អៅអៀមហើយចំមុខពួកអាល្អិតនឹងរវាសណាស់ថ្ងៃក្រោយត្រូវតែប្រយ័ត្នដឹងទេវាមកឲ្យនំសូកូឡាខ្ញុំក្បាលធំមើលនេះលោកប៉ាក្បាលតូចសម្ោចជើងនំសូកូឡាដែលខ្ញុំចុចចិត្តទៅបាត់អស់ហើយកុំចិត្តចង្អៀតសម្ោចជួយបោសសម្អាតឯងនំនឹងទុកថាជាកម្រៃទៅចុះបាទចាប់ទៅផ្ទះទៅយើងមិនចាប់ពួកឯងទេតែវិញសៀឆ្ងាញ់ទេកើតសម្ោចគឺយើងឲ្យរង្វាន់ឯង